ប្រវត្តិស្ទឹងសង្កែខេត្តបាត់ដំបងស្ទឹងសង្កែខេត្តបាត់ដំបងជាស្ទឹងដ៏សំខាន់ដែលហូរកាត់ទីប្រជុំជនបាត់ដំបងស្ទឹងនេះមានប្រភពនៅភ្នំទឹកព្រិលដែលជាភ្នំខ្ពស់មួយនៅត្រង់តំបន់ខេត្តប៉ៃលិនដែលគេហៅថាស្រុកលើហើយមានស្ទឹងអូរតូចៗជាច្រើនដែលហូរកាត់មកដូចជាអូរក្បាលក្របីអូរគគីស្ទឹងក្រញូងអូរស្ពានអូរត្រែងអូរអណ្ដូងនិងស្ទឹងកំពង់គុលកាលពីដើមឡើយនៅប្រមាណ3គីឡូម៉ែត្រពីខាងត្បូងទីប្រជុំជនខេត្តបាត់ដំបងស្ទឹងសង្កែហូរបែកជា2គឺអូរដំបងនិងអូរសង្កែតែក្រោយមកគេបានចាត់ចែងទប់ស្ទឹងអូរដំបងនេះដើម្បីឲ្យទឹកហូរមកផ្លូវតែមួយតាមការដំណើរពីចាស់ជំនាន់មុនបាននិយាយថាស្ទឹងសង្កែការដាំឡើយជាស្ទឹងតូចដែលមានប្រវែងពី4ទៅ5ម៉ែត្រទេត្រង់វត្តសង្កែហើយមានដើមសង្កែមួយដុះទេទៅត្រើយម្ខាងនិយាយទៅគេអាចដើរនៅលើដើមសង្កែហ្នឹងដើម្បីឆ្លងស្ទឹងសង្កែបានអញ្ចឹងណាហើយគេមានអីមួយដុំគឺគេហៅថាគុំសង្កែតមកគឺគេបានសាងសង់វត្តមួយដែលមានឈ្មោះថាវត្តសង្កែនៅឯតួស្ទឹងធំសម្រាប់បាត់ដំបងគឺស្ទឹងនៅត្រង់ចំណុចភូមិអូរដំបងសពថ្ងៃនេះដែលនៅខាងចុងស្ទឹងនេះគេហៅថាស្ទឹងចាស់នៅត្រង់ចំណុចនឹងឯងគេហៅថាភូមិស្ទឹងចាស់និយាយទៅគេចង់ធ្វើឲ្យទឹកស្ទឹងសង្កែហូរកាត់នៅក្នុងក្រុងវិញដល់ពេលចឹងទៅគឺគេចាប់ផ្ដើមសង់ទំនប់មួយគឺនៅក្បែរវត្តខ្វែងប៉ុន្តែទប់អត់ជាប់ទេជាច្រើនលើច្រើនសារឲ្យទំនប់នឹងទៅចំណេក្រោយមកគេយកទូកថ្វាយធំមួយមកដាក់ទៅទឹងព្រែកហើយដាក់ដីធ្វើជាទំនប់ហើយនិយាយទៅគឺមានធ្លាប់មានចាស់ដំណាលថាគេធ្វើវិធីបួងសួងដោយសម្រាប់ស្ត្រីមានគភ៌បូជាវត្ថុស័ក្តិសិទ្ធិដែលរក្សាទំនប់នេះផងដែរត្រង់ហាក់ចំណុចនេះគឺគេហៅថាព្រែកវណ្ណរាយមានចាស់មួយពួកទៀតបាននិយាយថាគេបានធ្វើកូនសាលាមួយតម្កល់ព្រះពុទ្ធបដិមា3អង្គមានព្រះពុទ្ធគ្រាមួយមានព្រះហស្ថ1អង្គជាពិសេសនោះគឺព្រះពុទ្ធប្រណិ1អង្គនិងព្រះនរាយណ៍1អង្គទៀតនៅក្បែរទំនប់នោះតាំងពីថ្ងៃនោះមកគឺទំនប់នោះក៏លែងបាក់ហើយទឹកស្ទឹងក៏ហូរតាមកាត់ស្ទឹងបាត់ដំបងកាន់តែរីកធំឡើងស្ទឹងដែលហូរតាមអូរដំបងគឺកាន់តែរាក់ហើយកាន់តែតូចទៅហើយមានសភាពគោកនេះបើយោងតាមឯកសាររបស់ព្រះគ្រូសេរីសទ្ធាកែវសាងអនុគុណស្រុកបាត់ដំបងបានពិពណ៌នាតាមឯកសារហើយសម្រាប់អត្ថបទនេះដែរគឺដកស្រង់ចេញពីពិភពពីសភៅបាត់ដំបងសម័យលោកម្ចាស់ទំព័រទី39ផងដែរ